សូមស្វាគមន៍មកកាន់វីដេអូមេរៀនជាបន្តថ្ងៃនេះយើងទៅសិក្សាមេរៀនអំណានមួយនៅក្នុងមេរៀនទី5របស់យើងអញ្ចឹងមេរៀនអំណានរបស់យើងថ្ងៃនេះតាក់ទងទៅនឹងបណ្ដាំឪពុកអញ្ចឹងបងប្អូនអាចមើលចំណងជើងនេះមកថាបណ្ដាំឪពុកគឺសំដៅទៅលើពាក្យផ្ដែផ្ដាំពាក្យណែនាំទូន្មានរបស់លោកឪពុកនឹងហើយចំពោះរូបភាពបងប្អូនអាចឃើញរូបឪពុកចំណាស់ម្នាក់ហើយនឹងកូនប្រុសកូនស្រីចំនួន4ទៅ5នាក់បាទចំនួន6នាក់បាទបើបងប្អូនមើលទៅតាមចំណងជើងអញ្ចឹងរូបហ្នឹងគួរតែជារូបឪពុកគឺត្រឹមត្រូវហើយកូន6នាក់ប៉ុន្តែបើបងប្អូនមើលទៅតាមរូបភាពអញ្ចឹងរូបនេះគួរតែជាតាទៅវិញអញ្ចឹងអាហ្នឹងបងប្អូនគិតគូរទៅតាមហ្នឹងថាតើជាឪពុកឬក៏ជាតាបើតាមចំណងជើងគឺឪពុកហ្នឹងហើយប៉ុន្តែយើងមើលវ័យឪពុកហើយនិងវ័យកូនហាក់ដូចជាពុំសូវស៊ីគ្នាសោះអញ្ចឹងអាហ្នឹងបងប្អូនគិតទៅតាមហ្នឹងណាហើយបើរូបភាពនិងចំណងជើងហ្នឹងគឺគេចង់សំដៅទៅលើអ្នកមានគុណបាទអញ្ចឹងសំដៅទៅលើអ្នកមានគុណហ្នឹងតែងតែអប់រំទូន្មានណែនាំទៅដល់កូនទាំងអស់ហ្នឹងឲ្យប្រព្រឹត្តអំពើល្អប្រព្រឹត្តអំពើណាជាប្រយោជន៍ហើយចំពោះកូនវិញគឺត្រូវគោរពទៅតាមពាក្យបណ្ដាំពាក្យអប់រំពាក្យណែនាំហ្នឹងកុំបីធ្វេសប្រហែសអញ្ចឹងអាហ្នឹងចំពោះអត្ថន័យរូបភាពហើយនិងចំណងជើងហើយជាធម្មតានៅក្នុងអំណានតែងតែមានពាក្យកន្លឹះអញ្ចឹងបងប្អូនមកសិក្សាពាក្យកន្លឹះទាំងអស់គ្នាអញ្ចឹងពាក្យទី1គឺដឹងអញ្ចឹងដឹងពេលនេះមិនមែនជាកិរិយាសព្ទទេវាជានាមអញ្ចឹងដឹងជានាមគឺសំដៅទៅលើគ្រឿងប្រើប្រាស់ធ្វើដោយដែកមានដងមានផ្លែសម្រាប់ក្របបែលហើយសម័យឥឡូវដឹងហ្នឹងគេលែងសូវប្រើហើយដោយសារឥឡូវគេមានម៉ាស៊ីនមានឧបករណ៍ទំនើបក្នុងការចាំងក្នុងការក្របបែលលេខ1អញ្ចឹងណាអាហ្នឹងគឺដឹងហើយបងប្អូនអាចមកមើលរូបភាពដឹងបន្តិចមកហើយគ្រូដាក់រូបភាពដឹងហ្នឹងឲ្យហើយពាក្យទី2ពាក្យឆ្ងើយអញ្ចឹងមិនឆ្ងើយណាគឺឆ្ងើយអញ្ចឹងឆ្ងើយគឺមកពាក្យថាងើយអញ្ចឹងឆ្ងើយជាគុណនាមដែលងើយខ្ពស់ឆ្កងខុសទំនងដែលឆ្វេងឥតសន្តាប់ឥតបែបបត់អាហ្នឹងគឺឆ្ងើយហើយពាក្យនេះយើងអានថាមធូបាទមធូហ្នឹងជាគុណនាមប្រែមកថាឆ្ងាញ់ផ្អែមពីរោះហើយពាក្យនេះវិញយើងអានថាមូទូហ្នឹងជាគុណនាមដែរដែលមានគំនិតរាក់ទាលបាទមិនឆ្លៀសវៃហ្នឹងគឺមូទូហើយក្តីក្នុងទីនេះជានាមសំដៅទៅលើដំណើរហេតុការណ៍ទាស់ទែងគ្នាអញ្ចឹងឧទាហរណ៍ដូចមានរឿងក្តីមួយត្រូវដោះស្រាយគឺរឿងហ្នឹងវាមានការទាស់ទែងគ្នាហ្នឹងឯងហើយពាក្យមួយទៀតគឺព្រៀងលៀនបាទព្រៀងលៀនហ្នឹងជានាមអ្នកដតីនៅភូមិជាមួយគ្នារាប់អានគ្នាទុកស្មើជាញាតិសន្តានហៅថាព្រៀងលៀនហើយពាក្យនេះយើងអានថានិន្ទាហ្នឹងជានាមដំណើរតេះដៀលឬក៏ការរិះគន់ហើយពាក្យនេះវិញឧបមាហ្នឹងជានាមសេចក្តីប្រៀបធៀបឬក៏ប្រៀបប្រដូចហើយពាក្យនេះយើងអានថាមច្ឆាហ្នឹងពពួកត្រីហើយពាក្យនេះយើងអានថាធម្មាហ្នឹងគឺធម៌ហ្នឹងឯងហើយពាក្យនេះយើងអានថាកលមិនអានថាកលទេណាអានថាកលអញ្ចឹងកលហ្នឹងជាឧបាយយ៉ាងល្អិតជាល្បិចជាឧបាយកលបាទជាល្បិចដែលគេរៀបចំយ៉ាងល្អិតដែលគេបានត្រៀមហើយយ៉ាងល្អហ្នឹងគឺកលហើយកិច្ចជានាមការដែលត្រូវធ្វើអំពើឬការរវល់ហើយពាក្យរបស់យើងមួយទៀតហ្នឹងគឺព្យូបាទយើងធ្លាប់លើតែព្យូហយាត្រាតែយើងឃើញពាក្យនេះដោយសារហគេដាក់តនគៀតទៅយើងអានត្រឹមតែព្យូអញ្ចឹងព្យូជានាមការត្រេះរិះរំពឹងទុកបំភ័យដោយឧបាយកលឲ្យរឹតតែភ័យឧបាយកលធ្វើឲ្យលងគំនិតហ្នឹងគេហៅថាព្យូហើយពាក្យនេះយើងអានថាអាត់អញ្ចឹងអាត់ហ្នឹងគឺការកំបាំងដែលយើងធ្លាប់និយាយភ្ជាប់ចូលគ្នាទៅជាអាត់កំបាំងហើយពាក្យនេះពុំអ្នកហ្នឹងជានាមដែរទីពឹងពាក់ទីជ្រកអាស្រ័យហើយពាក្យនេះវិញគឺអរិយាហ្នឹងគឺសំដៅលើរពាកិរិយាឬក៏លំនាំរពាហើយពាក្យនេះវិញពាជាកិរិយាប៉ះលើប៉ះត្រូវទាំងស្រុងឬប៉ះចំពីលើប៉ះចំលើហើយពាក្យនេះវិញស្ដែងហ្នឹងអាចជាកិរិយាវិសេសគេមកថាជាក់ច្បាស់ពិតប្រាកដហើយពាក្យនេះវិញគឺចិញ្ចឹងអាចជាកិរិយាឬក៏កិរិយាវិសេសប្រែមកថាសម្លឹងត្រឹងគិតរិះគិតពិចារណាត្រេះរិះហើយពាក្យនេះគឺគប់ជាគុណនាមត្រូវឥតខុសអត់ទាស់ឬក៏គប់ចិត្តហ្នឹងគឺគប់ហើយបន្តិចទៀតនេះបងប្អូននឹងមកសូត្រកំណាព្យជាមួយលោកគ្រូឬក៏អានកំណាព្យនឹងជាមួយលោកគ្រូហើយពេលសូត្រឬក៏អានហ្នឹងសូមបងប្អូនយកចិត្តទុកដាក់ដើម្បីត្រៀមឆ្លើយសំណួរមួយចំនួនទាក់ទងនឹងតម្លៃអប់រំរបស់កំណាព្យហ្នឹងហើយបង្ហាញពីពាក្យជួនផ្ទួនរំដំហើយនឹងកាព្យមៀតអញ្ចឹងបងប្អូនអាចមកមើលសំណួរជាមួយលោកគ្រូសិនមុននឹងទៅអានកំណាព្យហ្នឹងដោយសារកំណាព្យនឹងវែងដែរប្រហែលជាមិនសូត្រទេបើសូត្រយូរអញ្ចឹងបងប្អូនមកមើលសំណួរសិនតើកំណាព្យខាងលើដកស្រង់ពីឯកសារណាជាបទអ្វី2តើអត្ថន័យនៃកំណាព្យខាងលើនេះមានន័យដូចម្តេចខ្លះ3តើពាក្យដង្កល់ដង្កិច្ចវារួចសំគូកំព្យូមធូមានន័យដូចម្តេចហើយ4ចូលពន្យល់អត្ថន័យក្នុងវគ្គ
sơ slap từ chia cùng bằng thòm mía ệ giá sơ quạt oi kích chỉnh chấn rầm păng oi sóp bị slide cùng sóp bị quạt ở dầu chọn cung oi tốc chọn bàn cái đây sóc oi xoay đào rốt khơi cho bạp thọ á oi dầu luôn chốt cái đây sao màu mốt oi chiếc chỉnh ngàiហើយទី5ចូលបង្ហាញចំណាប់ជួនផ្ទួនរបស់អត្ថបទកាព្យខាងលើហើយសំណួរចុងក្រោយតើអត្ថបទកាព្យខាងលើមានគោលដៅអប់រំកូនចៅយ៉ាងដូចម្តេចខ្លះឥឡូវបងប្អូនមកអានជាមួយលោកគ្រូទាំងអស់គ្នាដោយសារកំណាព្យនេះវែងដែរដោយសារកំណាព្យបទកកតេបងប្អូនធ្លាប់ហាត់សូត្រហើយឬក៏បងប្អូនអាចទៅស្ដាប់នៅក្នុង YouTube ក៏បានដែរឥឡូវលោកគ្រូជួយសូត្រឲ្យខ្លះដើម្បីឲ្យបងប្អូនហាត់សូត្របានអញ្ចឹងកំណាព្យបទកកតេនេះយើងអាចសូត្រឧទាហរណ៍ដូចក្នុងនេះអញ្ចឹងហើយកូនពុនលោកស្ងួនអើយមាសយកបណ្ដាំបៃតាឪពុកនេះចាស់អត់អ្វីឲ្យបាស្ងួនអើយរក្សាពាក្យឪពុកនៅអាហ្នឹងមួយបែបទៅហើយមួយបែបទៀតយើងអាចសូត្រហើយកូនពុនលោកស្ងួនអើយមាសយកបណ្ដាំបៃតាឪពុកនេះចាស់អត់អ្វីឲ្យបាស្ងួនអើយរក្សាពាក្យឪពុកនៅឬក៏បងប្អូនអាចសូត្រឲ្យលឿនយ៉ាងហ្នឹងហើយកូនពុនលោកស្ងួនអើយមាសយកបណ្ដាំបៃតាឪពុកនេះចាស់អត់អ្វីឲ្យបាស្ងួនអើយរក្សាពាក្យឪពុកនៅអញ្ចឹងលោកគ្រូជួយសូត្រឲ្យ3បែបហ្នឹងបងប្អូនចាប់បានមួយបែបណាអាចសាកសូត្រមួយបែបហ្នឹងទៅហើយដោយសារតែកំណាព្យនឹងវែងឥឡូវមកអានជាមួយលោកគ្រូទាំងអស់គ្នាបណ្ដាំឪពុកបទកកតេហើយកូនពុនលោកស្ងួនអើយមាសយកបណ្ដាំបៃតាឪពុកនេះចាស់អត់អ្វីឲ្យបាស្ងួនអើយរក្សាពាក្យឪពុកនៅអោកូនកំសត់រៀនអោនរៀនអត់រៀនគិតក្នុងក្រៅរៀនអោនលំទោនកុំឲ្យមងសៅដល់ខ្លួនកូនពៅគេដល់ឪពុកដឹងឆ្ងាយត្បិតដងកូនសោតរែងឆ្កងត្បិតតែឪពុកទ្របគង់ត្បិតស្រីចេះរៀបដាក់តុកប្រាស់ដេកឆាប់លក់ត្បិតឥតបាគិតចំណេះទាំងឡាយកិច្ចកលដោះស្រាយត្បិតតែគំនិតដឹងកិច្ចដឹងកលដឹងឆ្ងាយដឹងចិត្តដោយកលកំបិតកាប់ឆ្កាទំលាយល្មមទៅល្មមខានល្មមដើរបំពេញកុំគិតត្រង់ងាយល្មមឈប់បងអង្គល្មមខាននៅអាយក្តីក្រកុំស្រាយក្តីងាយកុំធ្វេះសូវដើរកុំដេកសូវថប់កុំត្រេកសេចក្តីប្រហែសសូវខានកុំពៀចិត្តចង់ចចេះសូវចូលកុំភៀសវារួចសំគូលឿនកុំបំបោលពាក្យព្រេងកុំចោលខឹងកុំមូទូស្រាយចេញឲ្យឆាប់កុំទុកឲ្យយូរសេចក្តីមាក់ធូនឹងដឹងខុសត្រូវដេកកុំដំងោចគេក្រកុំសោចគេភ័យកុំព្យូទោះខឹងប៉ុន្មានធ្វើជាឲ្យគួរតឹងគិតឲ្យធូរយូរគិតឲ្យឆាប់សេចក្តីសំរងពាក្យដើមពាក្យចុងប្រកាន់ឲ្យខ្ជាប់សូវនឿយឯខ្លួនកុំឲ្យបងទ្រាប់សូវបងក្តីគប់កុំឲ្យខ្លួនស្លាប់សូវស្លាប់ទៅជាកុំបងធម្មាអិរិយាសិលគប់ឲ្យគិតចិញ្ចឹងរំពឹងឲ្យសោកពាក្យស្លែងកុំស្អប់ពាក្យគប់ឲ្យយកចង់គង់ឲ្យទុកចង់បានក្តីសុខឲ្យស្វែងដើររកឃើញច្បាប់ធម៌អាឲ្យយកខ្លួនជ្រកក្តីសោកមើលមកឲ្យជៀសចេញឆ្ងាយកូនអើយលោកីនេះឲ្យរៀនក្តីរៀនច្បាប់ទាំងឡាយរៀនទាំងសម្ដីកុំបីរាយមាយក្តីក្រក្តីងាយក្តីគួរក្តីសមអោកូនពុំងារធម្មតាអ្នកជាឲ្យរៀនថែទាំរៀនដាក់រៀនទុករៀនរៀបរៀនចំរៀនរករៀនសំលក់ចេញទិញចូលមួយសោតឯច្បាប់បើបាមានទ្រព្យមនុស្សផងមកមូលពឹងពាក់ប្រាណណាបាយកប្រមូលសន្សំផ្សំចូលយកមកជាគ្នាកូនអើយឯមលុបមនុស្សផងចូលឈប់សម្រានអាត្មាព្រោះឈើមានមលុបត្រសុំសាខាមិនដេចឡើយប្រែជាក្រៅជ្រកពុំបានមនុស្សផងរំលងរោគមលុបទៀតអងចូលចតសម្រានមលុបនោះត្រជាក់ត្រសាក់ខ្សែមខ្សានមនុស្សផងចូលថ្កានមិនមានហៅអឧបមាដូចទឹកជ្រាលជ្រៅពន្លឹកជាទីសំណាក់មច្ឆោមច្ឆាចេញចូលពឹងពាក់ព្រោះទឹកត្រជាក់មិនមានមងសៅកុំគិតឡើយអងឯទឹកនោះផងផ្ដេចប្រែជាក្តៅមច្ឆាទាំងឡាយព្រាត់ព្រាយរត់ទៅរកទឹកទៀតនៅពុំអ្នកអាត្មាកូនអើយបើឆ្នោះអសោចគេនោះត្រូវត្រង់ខ្លួនបាព្រៀងលៀនទាំងឡាយគេនឹងនិន្ទាដំនៀលដៀលថាបើឯងពុំចេះ
áp ất prạch nhà áp tiếng ệ giá vô bò chùm nế áp tiếng mìa diệt áp tiếng đầm rét bật ba ấy nế bùng chết rẽ xa kiện là nia đôi tắc con ơi ba lực cất bùng miền mặt trà mùi con bùng liệt nơi không cùng kia bùng rộp hào chía pro xá lòi òn mùi sao nhẹ na kê một rạp thá bọt ba thừa công ba kích trình chấn rùm phân đàm tốn công ba cành cáo cành cán bùng đạp tục hua cầm bóng ria treo bằng óng thòi mọc trồ chắp bịa lươn hua khna hai ật cùng nóp thòi mọc rồng quắp bùm bán lòi nà ông côi hua sạ xâm đây hua thna bong bòi hua sma bùm mơ pro mán nâng prana thma hà hua chẳng cá hà hua sạch đầy độ sóng tranh pi pro chung chụp áp bần đam bầy đá tùm bò tì mùi đọc rám bọc bùm chăm một pón trăm buồn rồi và sắp làm pì lấy bọn tôi bị bọn ôn bàn an cho mùi lực rù hái bọn ôn ai mò mơ sầm núa hay nâng chào sầm núa nâng từng ọc nè chẳng chúng tôi sầm núa tìm mùi ní ở lực rù mình chụp ai sẽ thế bọn ôn mò mơ cái này này móc khơi hỏi chẳng cùng nạp thằng lừa nước độ strong pi nào móc cái độ strong pi pro chung cho bác bọn đam bầy đá tùm bò mùi đọc rám bọc bùm cho năm một pón bùm buồn nói phải sắp làm pì hay chịu bọt đấy chịu bọt cạn cả tệ hay dùng mơ mấy tượng đang thập bọt cạn cả tế bọt cạn cả tế mà vẽ miên bùm bờ clear hay mà clear miên buồn xiềng chẳng bọn ôn ai mơ mấy mùi pi bầy buồn pram pram mối pram pi rồi có ai xuôi mình tránh bọn ôn ai mà mơ thằng lừa ní anh ơi thằng đào nắng cứ mơ tới khơi thả bọt cạn cả tế tại mà đòn chẳng sầm nô tì mối mình chậm bạch lòi mình chậm bạch sò xe tế miên chậm lòi hỏi sạp lấy dương tư sầm nô tì pì ta ắt thần ấy để bọt cầm nạp thằng lừa ní miên này đôi mà địch khla chẳng ắt thần ấy miên này đôi mà địch khla lấy dương từ mớ sầm nô tì pi thằng ngọc nè bản chẳng sầm nô tì pi rồi bỏ dưỡng cứ cầm nạp nó cứ trong vậy pí nó phục mặt đáy và đó đừng bồ miếng thật đỏ cồn cháu đừng bay rồi nớiประกอบដោយសុភមង្គលនិងសេចក្តីសុខចម្រើននៅក្នុងជីវិតចឹងនឹងជាសំណួរទី2ហើយសំណួរទី3គេសួរថាតើពាក្យដឹងកលដឹងកិច្ចវារួចសំគូកំព្យូមគ្គធូមានអត្ថន័យដូចម្ដេចvà chẳngពាក្យរបស់យើងទី1គឺដឹងកលនឹងជាកិរិយាចឹងបានន័យថាដឹងពីអបាយកលដឹងពីល្បិចកិច្ចកលដឹងពីដំណើរដើមតោងឬក៏ដំណើរអ្វីមួយហើយដឹងកិច្ចវិញក៏ជាកិរិយាដែរសំដៅទៅលើដឹងការឬក៏ដឹងអំពើដឹងអំពើដែលត្រូវធ្វើឬដែលត្រូវប្រព្រឹត្តហើយវារួចសំគូនេះក៏ជាកិរិយាដែរបានន័យថាត្រូវគិតពិចារណាឲ្យបានល្អមុននឹងចាប់ផ្ដើមធ្វើការងារអ្វីមួយនេះដូចទៅនឹងគិតឲ្យសំគូដូចគ្នាហើយពាក្យបន្ទាប់គឺកុំព្យូក៏ជាកិរិយាដែរហើយបានន័យថាកុំបញ្ឆោតកុំប្រើឧបាយកលកុំប្រើឧបាយឲ្យគេលងគំនិតហើយមកពាក្យចុងក្រោយគឺមគ្គធូបាទមគ្គធូហ្នឹងគឺផ្អែមឬក៏ពិរោះហើយចំពោះសំណួរទី4សំណួរទី4ចូលពន្យល់អត្ថន័យក្នុងវគ្គសូវស្លាប់ទៅជាកំបងធម្មាអរិយាសិលគប់ឲ្យគិតចិញ្ចឹងរំពឹងឲ្យសពពាក្យស្លែងកុំស្អប់ពាក្យគប់ឲ្យយកចង់គង់ឲ្យຕົកចង់បានក្តីសុខឲ្យស្វែងដើររកឃើញច្បាប់ធម៌អាឲ្យខ្លួនឲ្យយកខ្លួនជ្រោកក្តីសោកមកឲ្យជិះចេញឆ្ងាយអញ្ចឹងពីវគ្គប៉ុណ្ណឹងគឺចង់បានន័យថាអញ្ចឹងអត្ថន័យក្នុងវគ្គកំណាព្យតែពីវគ្គមិញហ្នឹងគឺអប់រំមនុស្សយើងហ្នឹងឲ្យចេះរស់នៅប្រកបដោយធម៌ត្រូវចេះគោរពច្បាប់និងចេះទុកដាក់របស់ទ្រព្យចេះគោរពរបស់របរហ្នឹងគឺអត្ថន័យនៃកំណាព្យពីរវគ្គមិញហ្នឹងហើយចំពោះសំណួរទី5គេថាចូលបង្ហាញចំណាប់ជួនផ្ទួនរបស់អត្ថបទកាព្យខាងលើអញ្ចឹងគ្រូមិនបាច់សរសេរទេយើងមើលពីរវគ្គនេះគេឲ្យធ្វើពីរវគ្គហ្នឹងអញ្ចឹងចំពោះពីរវគ្គហ្នឹងបើយើងមើលជួនអញ្ចឹងនៅក្នុងវគ្គទី1យើងមើលជាជាមួយធម្មាហើយគប់ជាមួយនឹងសពជាមួយនឹងស្អប់អញ្ចឹងហ្នឹងវគ្គទី1ហើយវគ្គទី2យើងមើលតុកសពហ្នឹងគឺជួនមួយហើយរោគជាមួយជ្រោកហើយនឹងមកគឺកន្លែងហ្នឹងជួនមួយដែរហើយចំពោះផ្ទួនបងប្អូនអាចមើលពាក្យទី1គឺពាក្យយក
ផ្ទួនមានន័យថាយកពាក្យហ្នឹងទៅប្រើដដែលអញ្ចឹងយកទី1vàយកទី2អញ្ចឹងឲ្យតែមានពាក្យណាប្រើដូចគ្នាបែបហ្នឹងអាហ្នឹងគឺគេហៅផ្ទួនហើយមានន័យថាយកពាក្យហ្នឹងដដែលទៅប្រើម្ដងទៀតម្ដងហើយម្ដងទៀតហើយពាក្យផ្ទួនរបស់យើងមួយទៀតគឺបងប្អូនអាចមើលពាក្យឲ្យបាទសិតតែឲ្យអញ្ចឹងឲ្យហ្នឹងគឺគេប្រើផ្ទួនហើយបាទហើយបងប្អូនអាចមើលពាក្យមួយទៀតកុំបាទកុំអញ្ចឹងឲ្យតែកុំដូចគ្នាបែបហ្នឹងអាហ្នឹងគឺផ្ទួនដែរអញ្ចឹងបងប្អូនអាចមើលទៅឲ្យតែពាក្យណាសរសេរដូចគ្នាមានន័យថាយកពាក្យដដែលហ្នឹងយកមកប្រើអាហ្នឹងហើយគឺគេហៅថាផ្ទួនបាទហើយចំពោះសំណួរទី6តើអត្ថបទកាព្យខាងលើនេះមានគោលដៅអប់រំកូនចៅដូចម្ដេចខ្លះអញ្ចឹងចំពោះសំណួរទី6អត្ថបទហ្នឹងគឺមានគោលដៅអប់រំច្រើនណាស់អញ្ចឹងសំណួរទី6អត្ថបទកាព្យខាងលើរបស់យើងមិញហ្នឹងចំពោះគោលដៅអប់រំកូនចៅហ្នឹងទី1គឺឲ្យចេះស្ដាប់ដំបូន្មានឪពុកម្ដាយទី2ឲ្យខិតខំរៀនសូត្រហើយទី3ឲ្យមានអេរយាបថសមរម្យហើយទី4ឲ្យចេះគិតពិចារណាឲ្យបានវែងឆ្ងាយហើយទី5ឲ្យចេះនិយាយពាក្យសម្ដីគួរសមពាក្យសមរម្យហើយទី6ឲ្យចេះគោរពច្បាប់ហើយទី7ឲ្យចេះគោរពស្រឡាញ់រាប់អានឲ្យចេះរាប់អានអ្នកជិតខាងឲ្យមួយចុងក្រោយហ្នឹងឲ្យចេះអោនលំទោនកុំងើយព្រោះថាងើយស្កកអោនដាក់គ្រាប់អញ្ចឹងតែចេះអោនលំទោនបាទអញ្ចឹងអំណានរបស់យើងតកតងនឹងអត្ថបទបណ្ដាំឪពុកដែលជាកំណាព្យបទកកតេហ្នឹងយើងចប់ប៉ុណ្ណឹងហើយបងប្អូននឹងជួបលោកគ្រូនៅវីដេអូក្រោយទៀតតកតងទៅនឹងវេយ្យាករណ៍កំណើតរបស់គុណនាមអញ្ចឹងលោកគ្រូមានតែប៉ុណ្្នឹងទេបាទសូមជម្រាបលានិងជួបគ្នានៅវីដេអូក្រោយ